អាមេរិកគម្រាមថាអ៊ីរ៉ង់នឹងជួបសង្គ្រាមសាហាវឃោឃៅលើសដើមបើនៅតែរឹងមិនព្រមចង់បានសន្តិភាពក្រោយពីទីក្រុងតេហេរ៉ង់និយាយឌឺដងផ្លែផ្កាម្ដងហើយម្ដងទៀតទៅលោកដូណាល់ត្រាំហើយហាក់ដូចជាមិនអើពើនឹងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកសោះនោះវាបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនក្តៅស្លឹកត្រចៀកហើយពេលនេះសេតាវិមានបានចេញការគម្រាមធ្ងន់ធ្ងរថាលោកត្រាំត្រៀមខ្លួនរួចហើយក្នុងការបង្កសង្គ្រាមដល់សាហាវឃោឃៅលើអ៊ីរ៉ង់ប្រសិនបើប្រទេសនេះនៅតែរឹងមិនព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពទេនោះតាមការផ្សាយរបស់ Euronews នៅថ្ងៃប្រហ័សទី26ខែមីនាឆ្នាំ2026នេះអ្នកនាំពាក្យសេតាវិមានលោកស្រី Caroline Levitt បានថ្លែងក្នុងសន្និសីទកាសែតថាបើអ៊ីរ៉ង់អត់ព្រមទទួលស្គាល់ការពិតនៃស្ថានភាពបច្ចុប្បន្នហើយបើពួកគេមិនទាន់យល់ថាខ្លួនចាញ់សង្គ្រាមផ្នែកយោធាទេនោះប្រធានាធិបតីត្រាំធានាថាពួកគេនឹងត្រូវរងការវាយប្រហារធ្ងន់លើសដើមលោកស្រីបន្តថាលោកប្រធានាធិបតីត្រាំមិនមែននិយាយលេងសើចទេហើយលោកត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កសង្គ្រាមយ៉ាងសាហាវឃោឃៅអ៊ីរ៉ង់មិនគួរវាយតម្លៃខុសម្ដងទៀតឡើយពាក្យគម្រាមរបស់អាមេរិកគឺជាការជះកំហឹងទៅលើអ៊ីរ៉ង់ក្រោយពេលប្រទេសនេះបោះពាក្យសម្ដីផ្លែផ្កាជាបន្តបន្ទាប់លក្ខណៈបែបមើលងាយដល់លោកត្រាំមុននេះអ៊ីរ៉ង់ឌឺទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអាមេរិកកំពុងចរចាជាមួយនឹងខ្លួនឯងទីក្រុងតេហេរ៉ង់អត់បានចរចាអ្វីជាមួយនឹងអាមេរិកទេក្រោយមករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបាអារ៉ាជីក៏បានចេញមុខបញ្ជាក់យ៉ាងច្បាស់ទៅអាមេរិកដែរថាពេលនេះមិនមែនជាពេលត្រូវចរចាគ្នាទេក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធទី25ខែមីនាឆ្នាំ2026លោកអារ៉ាជីបាននិយាយថាប៉ុន្មានថ្ងៃមកនេះសហរដ្ឋអាមេរិកបានចាប់ផ្ដើមផ្ញើសារជាច្រើនតាមរយៈអ្នកសម្របសម្រួលផ្សេងៗគ្នាសារទាំងនេះត្រូវបានបញ្ជូនតាមរយៈបណ្ដាប្រទេសជាមិត្តហើយអ៊ីរ៉ង់បានឆ្លើយតបវិញដោយការបញ្ជាក់ពីគោលជំហរនិងប្រមានចំថានោះគឺមិនមែនជាកិច្ចសន្ទនាឬការចរចាឬអ្វីដែលស្រដៀងនឹងនោះឡើយគោលនយោបាយរបស់អ៊ីរ៉ង់នាពេលនេះគឺបន្តការពារខ្លួនហើយឥឡូវពួកគេគ្មានបំណងចរចាទេនេះគឺជាសង្គ្រាមរបស់អ៊ីស្រាអែលប៉ុន្តែប្រជាជនក្នុងតំបន់និងប្រជាជនសហរដ្ឋអាមេរិកគឺជាអ្នកដែលត្រូវសងតម្លៃចំពោះសង្គ្រាមនេះ